ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការរៀនភាសាចិនហើយថ្ងៃនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតពាក់ព័ន្ធជាមួយនឹងឆឹងអ៊ីដែលនៅក្នុងវីដេអូមុនខ្ញុំតែងតែនិយាយប្រាប់អ្នកទាំងអស់គ្នាថាឆឹងអ៊ីគឺមានសារៈសំខាន់ខ្លាំងមែនតើបើសិនមកអ្នកទាំងអស់គ្នាចង់ចេះភាសាចិននិយាយភាសាចិនឲ្យបានល្អអ្នកទាំងអស់គ្នាគួរតែរៀនឆឹងអ៊ីឲ្យបានច្រើនឬក៏ចេះឆឹងអ៊ីឲ្យបានច្រើនព្រោះដោយសារកាលណាយើងចេះឆឹងអ៊ីច្រើនធ្វើឲ្យការនិយាយភាសាចិនរបស់យើងកាន់តែឡូយជាងមុនហើយកាន់តែល្អជាងមុនចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាមានឆឹងអ៊ី3ប៉ុន្តែនៅក្នុង3នឹងផងដែរអត្ថន័យរបស់វាគឺតែមួយតែប៉ុណ្ណោះចាដូចអ្នកទាំងអស់គ្នាមើលឃើញជាក់ស្ដែងនៅលើក្តារខៀនឃ្លាទី1យើងអានថា天外有天ចា天外有天ចា天មានន័យថាមេឃចា外មានន័យថាក្រៅ有មាន天មេឃឃ្លាទី2យើងអានថា人外有人人外有人ចា人មនុស្ស外ក្រៅ有មាន人មនុស្ស人外有人ចាបន្តមកទៀតឃ្លាទី3យើងអានថា山外有山山外有山ចា山外有山山ភ្នំ外ក្រៅ有មាន山ភ្នំចាខ្ញុំអានម្ដងទៀត天外有天人外有人山外有山ចាអញ្ចឹងឃ្លាទាំង3នឹងផងដែរអត្ថន័យរបស់វាគឺមានតែមួយគត់ចាគឺភ្នំមួយខ្ពស់នៅមានភ្នំមួយខ្ពស់ជាងចាអញ្ចឹងកន្លែងហ្នឹងគឺចង់ប្រៀបធៀបជាមួយនឹងសមត្ថភាពរបស់អ្នកណាម្នាក់ឬក៏ម្នាក់ហ្នឹងគាត់មានអំណួតទៅលើសមត្ថភាពរបស់ខ្លួនឯងមានមោទនភាពទៅលើចំណេះដឹងរបស់ខ្លួនឯងខ្លាំងអញ្ចឹងគឺយើងអាចនិយាយបានថាគាត់មានសមត្ថភាពប៉ុណ្ណឹងយើងមានសមត្ថភាពប៉ុណ្ណឹងប៉ុន្តែយើងត្រូវចាំថានៅមានអ្នកផ្សេងទៀតដែលគេមានសមត្ថភាពខ្ពស់ជាងយើងដែលអាចនឹងគេមានចំណេះដឹងខ្ពស់ជាងយើងអញ្ចឹងយើងកុំលងនឹងគេហៅថាលងនឹងមោទនភាពចំពោះខ្លួនឯងឬក៏លងនឹងចំណេះដឹងរបស់ខ្លួនឯងដែលគេថាអូមានតែខ្ញុំទេខ្លាំងជាងគេមានតែខ្ញុំទេចេះជាងគេអញ្ចឹងឃ្លាមួយហ្នឹងគឺគេចង់បង្រៀនយើងថាឲ្យយើងចេះមើលកលៈទេសៈតើកលៈទេសៈណាដែលយើងត្រូវបង្ហាញសមត្ថភាពរបស់យើងឲ្យអ្នកដទៃដឹងហើយកលៈទេសៈណាដែលយើងគួរតែសិក្សារៀនសូត្រពីអ្នកដទៃព្រោះពេលខ្លះយើងជួបមនុស្សដែលគាត់ចំណេះដឹងខ្សោយជាងយើងអញ្ចឹងយើងអាចចែករំលែកនៅចំណេះដឹងរបស់យើងទៅកាន់អ្នកទាំងអស់នោះឬក៏បង្រៀនពួកគេប៉ុន្តែពេលខ្លះយើងជួបជាមួយនឹងអ្នកដែលគេមានចំណេះដឹងខ្ពស់ជាងយើងអ្នកដែលគេខ្លាំងជាងយើងអញ្ចឹងសួរថាយើងគួរតែបង្ហាញថាអូខ្ញុំចេះជាងគេទេគឺអត់ទេនៅពេលហ្នឹងគឺយើងគួរតែគេហៅថាដាក់ខ្លួនហើយសិក្សារៀនសូត្រស្ដាប់ការចែករំលែកពីអ្នកដែលគេមានសមត្ថភាពខ្ពស់ជាងយើងដើម្បីយើងទទួលបានចំណេះដឹងអញ្ចឹងយើងត្រូវដឹងថាពេលណាដែលយើងបញ្ចេញសមត្ថភាពនិងពេលណាដែលយើងគួរតែសិក្សារៀនសូត្រពីអ្នកដទៃកុំគិតថាខ្ញុំចេះជាងគេខ្ញុំខ្លាំងជាងគេអញ្ចឹងខ្ញុំអត់ចាំបាច់រៀនសូត្រពីអ្នកណាម្នាក់ឯងអញ្ចឹងហើយនៅក្នុងឃ្លាហ្នឹងគេចង់ដាស់សតិរបស់យើងឲ្យយើងត្រូវដឹងពីកលៈទេសៈចា៎អញ្ចឹងខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាម្ដងទៀតចា天外有天ចា天外有天人外有人山外有山ហើយមកវិញទៀតបើសិនមកអ្នកទាំងអស់គ្នាជួបមនុស្សម្នាក់ដែលគាត់មានអំណួតចំពោះខ្លួនឯងឬក៏គាត់លងនឹងគេហៅថាសមត្ថភាពរបស់ខ្លួនឯងចាមោទនភាពចំពោះខ្លួនឯងពេកយើងអាចនិយាយឃ្លានឹងបានថា天外有天人外有人山外有山ចាអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាថាប៉ុណ្ណឹងហើយបើសិនមកអ្នកទាំងអស់គ្នាពេញចិត្តនិងចូលចិត្តវីដេអូរបស់ខ្ញុំចែករំលែកអាចជួយចុច like និង share អរគុណច្រើនជម្រាបលា再见